ចាបងប្អូនទាំងអស់គ្នានេះបន្ទាប់ពីនឹងខ្ញុំបានបង្ហាញបងប្អូនពីត្រង់មន់ចាត្រង់មន់លក្ខណៈគ្រួសារខ្នាតតូចដែលមាន2បន្ទប់ចាក្នុង2បន្ទប់ហ្នឹងក៏យើងអាចដាក់ជាលក្ខណៈមេបាពូជហ្នឹងបាន20-30ក្បាលដែរបងប្អូនចាអញ្ចឹងថ្ងៃនេះបន្ទាប់ពីយើងធ្វើរួចរាល់ល្ងាចចុងម៉ោងហើយហ្នឹងក៏ពូម៉ៅនាំក្រុមជាងគាត់មកកាប់រស័យបងប្អូនចារស័យយើងមានស្រាប់នៅក្នុងសួនបងប្អូនចាដូចនេះខ្ញុំជម្រាបបងប្អូនអញ្ចឹងអ្វីដែលយើងយកមកប្រើប្រាស់សម្រាប់ធ្វើត្រង់បានក៏យើងប្រើប្រាស់ឲ្យអស់លទ្ធភាពទៅបងប្អូនចាពួកយើងបើសិនជាបងប្អូនមានលុយហើយនឹងខ្ញុំអត់និយាយចាបើមានលុយហើយបងប្អូនធ្វើយកមកស្អាតចាស់ចាតែសម្រាប់បងប្អូនដែលគាត់មានថវិកាតិចតួចចាគាត់ចង់បានត្រង់ដែលមានរបៀបរៀបរយបងប្អូនប្រើចាធ្វើតាមនឹងទៅចាមានរស័យក៏យើងធ្វើរស័យទៅរស័យពីងពងក៏បានរស័យដែលយើងយកមកសម្រាប់ពុះវាអញ្ចឹងណាបងប្អូនចាជ្រៀកវាអញ្ចឹងទៅយកមកបាញ់មកបិទអីអញ្ចឹងទៅចាហើយបន្ទាប់មកក៏យើងទិញកស៊ូតង់ឬក៏កស៊ូសអីហ្នឹងយកមកបិទសម្រាប់ពេលមានភ្លៀងមានអីយើងតម្លាក់ទៅណាបងប្អូនចានៅក្នុងសួននេះគឺមានរស័យច្រើនបងប្អូនចាដោយសារនេះខ្ញុំដាំច្រើនរស័យនេះគឺមានឈ្មោះថារស័យតំណងមន់បងប្អូនចាដើមមិនសូវជាធំប្រហែលទេប៉ុន្តែតាន់ចាតាន់អាចយកមកប្រើប្រាស់សម្រាប់ធ្វើសាំងសំណង់បានមានន័យថាសម្រាប់ប្រើប្រាស់ជាសម្ភារៈសំណង់បានណាបងប្អូនចានិយាយរួមត្រង់នៅកន្លែងនេះខ្ញុំនេះភាគច្រើនគឺនឹងខ្ញុំប្រើរស័យនេះគឺច្រើនចាដុសសឹងមិនតាន់ទេបងប្អូនចាតែយើងអត់យកអាខ្ចីទេយកអាចាស់ល្មមយកអាកដាលបងប្អូនចាយកល្មមហ្នឹងយកមកប្រើការទៅគឺប្រើការបានយើងបាញ់ទៅវាអត់បែកទេបាញ់វិសឬមួយក៏ដំដៃគោលអីហ្នឹងគឺវាអត់បែកចាបើនិយាយពីសួននេះវិញគឺថាស្មៅដល់ហើយបងប្អូនចាពេលដែលភ្លៀងចេះផងគឺថាស្មៅហើយមិនសូវបានរៀបចំស្អាតបាតអីទេបងប្អូនចារវល់ហើយណាមួយក៏យើងសួនក៏យើងរៀបទុកចោលដែរទេមិនទាន់បានដំណើរការអីដែរចាហើយនេះរោងមន់ខ្នាតតូចដែលធ្វើក្បែរផ្ទះហ្នឹងខ្ញុំថតពីសួនទៅតែម្ដងបងប្អូននៅក្បែរផ្ទះនៅខាងកើតចានៅខាងកើតផ្ទះចាមើលទៅប្រហែលជាស្អែកអីរួចរាល់ហើយត្រង់ហ្នឹងបងប្អូនចាចាំនេះខ្ញុំថតបង្ហាញបងប្អូនម្ដងទៀតថាវាស្អាតប៉ុណ្ណាប៉ុន្តែសង្កសីដោយរៀងចាស់បន្តិចហើយបងប្អូនអើយចាចាស់បន្តិចហើយប៉ុន្តែនេះខ្ញុំធ្វើតាមលទ្ធភាពទឹកលុយរបស់ខ្លួនឯងចាព្រោះនេះខ្ញុំអត់មានលទ្ធភាពអីច្រើនទេចាយើងធ្វើឲ្យអស់ថវិកាតិចតួចចាឥឡូវគឺថាពូជាងហ្នឹងក៏នាំគ្នាកាប់រស័យនឹងទុកចាសម្រាប់ស្អែកហ្នឹងចាប់ដើមកាត់យកទៅវាយហើយចាយកទៅរៀបហើយបងប្អូនចាំតាមដានមើលទាំងអស់គ្នាតើបន្ទាប់ពីរួចរាល់ហើយនឹងស្អាតបាតបានប៉ុណ្ណាចាអាចទទួលយកបានអត់ចាអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះខ្ញុំចាអរគុណសូមគោរពលា